ជ្រោកស្រូវបាទពេញមែនតើទឹកនេះបាទខ្នោបានផ្លែមួយហើយណាស្រុកស្រែដាំទឹកភ្លូល្អណាស់ចាំដាំឡើងស្រូវសាច់ជាណាល្អអត់មែនតើភ្លូល្អមន់ដីទូចបបាញ់ចាំមែនតើព្រោះដីទូចទីធ្លាតូចចាំមន់ហ្នឹងគឺអត់សូវដើរចេញទីណាដែរបងប្អូនហើយប្រហែលថ្ងៃនេះគឺខានផុសវីដេអូនៅក្នុង YouTube ច្រើនថ្ងៃហើយបងប្អូនហើយដោយសារតែរបួសកម្មយ៉ាងពេកនៅស្រុកខ្មែរអត់សូវមានពេលទំនេរតែបើទៅនៅស្រុកគេហ្នឹងគឺមានពេលទំនេរច្រើនធ្វើវីដេអូហើយនោះគឺវីដេអូក៏មិនវែងដែរបងប្អូនថ្ងៃនេះធ្វើវីដេអូនៅទៅក្រោយផ្ទះបានសម្រាប់នៅផ្ទះមួយថ្ងៃដោយសារតែផ្ដាសាយប្រហែលថ្ងៃហ្នឹងគឺភ្លៀងជាប់ភ្លៀងនិយាយទៅភ្លៀងរាល់ថ្ងៃហ្នឹងគឺស្រូវលិចអស់ភ្លៀងពេកស្រូវលិចឲ្យលក់អត់ចេញទៀតថោកទៀតយ៉ាប់ដល់ហើយនៅស្រុកស្រែយើងហើយអរគុណពុកម៉ែបងប្អូនទស្សនាវីដេអូរបស់ខ្ញុំគឺខានចេញវីដេអូយូរហើយប្រកាសជាពុកម៉ែបងប្អូនខ្លះគាត់នឹកគាត់បាត់មុខបាត់មាត់អញ្ចឹងណា